បងប្អូនហើយនឹកដើមមកដល់បាទត្រីសម្លាយ7គីឡូបងប្អូនដឹងចូលសំណាញ់ប៉ុណ្ណាអត់បាទចាំទស្សនាទាំងអស់គ្នាសំណាញ់មិនគួរថាចូលត្រីប៉ុណ្ណឹងបងប្អូនបាទវាពួងច្រើនពេកទៅវាថិតដល់អញ្ចឹងខ្ញុំទៅពីអាបូននំដីគេទេប្រាប់ថាបានទេសម្លាយមួយ7គីឡូបងឲ្យទៅយួរបងប្អូនបាទជិះម៉ូតូឆ្លងកាត់អូខ្លាំងកាត់ផុកផងបងប្អូនហើយក៏ផ្ទះគាត់នោះនៅក្នុងដប់បាទកន្លែងទៀតទៅដល់អញ្ចឹងខ្ញុំទៅដល់នេះត្រីបងប្អូនបាទបានដល់ហើយបងប្អូនកុំភ្លេចជួយ share ជួយ like ម្នាក់មួយផងបងសំណាញ់បងប្អូនបាទមិនថាកលាធំមិនថាកលាទូចបាទត្រីស្ដាយនេះវាច្រើនងាប់នឹងអាសាឡាគឺញឹកចែបងប្អូនតាមបន្លាយទូចបងប្អូនបាទបើតាមស្ទឹងទុកវាអត់ជាប់ទេតែបើតាមបន្លាយទូចសងល់បងប្អូនបាទកលា2ហ៊ុនបងប្អូនបាទអាកលាបងកូនត្រីបងប្អូនមកឲ្យជាប់ត្រី7គីឡូបងប្អូនបាទមិនមែនកុហកទេណាមិនមែនសំដាយបងប្អូនគឺត្រីយើងបានភ្លាមតែម្ដងបងប្អូនមើលនេះនៅរស់បងប្អូនហប់ដោយសារអីបងប្អូនបានវាអត់រើដោយសារត្រីខែនេះកំពុងដល់អញ្ចឹងទៅបងចូលទៅវាអត់សូវរើដូចអាយើងខែធ្លាក់ពួងទេបងប្អូនធ្លាក់ពួងកម្លាំងអាយះអស់ឡើយបងប្អូនបាទនេះខ្ញុំយកមកផ្ទះឲ្យបងប្អូនបាទនៅផ្ទះតឿយើងនៅគេហៅបាត់ផ្ទះចូលទៅក្នុងបងប្អូនបាទកន្លែងបឹងមួយតែវាចូលតាមបន្លាយស្រែទេបងប្អូនបាទវារូលចេញទៅស្រែហើយវាឡើងពីស្រែមកចូលបន្លាយទូចបងប្អូនបាទដល់អញ្ចឹងបងប្អូននោះកាន់ស្នាញ់ទៅរោត្រីជាប្រចាំថ្ងៃទៅចូលអាស្នាញ់នេះបណ្ដោយបងប្អូនបាទនេះស្នាញ់ចូលអាស្នាញ់កលា2ហ៊ុនបងប្អូនអើយមិននឹកស្មានទេសងំមកជើបងប្អូនបាទអត់ក្រាគាត់អីទេបាទគាត់ទៅហើបទៅពីទឹកមកអានោះលោត3ក្ដួងមកបណ្ដោយបងប្អូនបាទឬក៏ទេហាប់អេដមីនជាមួយបងនំដីទៅយួរមកផ្ទះបងប្អូនបាទហ្នឹងឯងគឺខ្ញុំបានទិញគាត់ហើយឥឡូវនេះអេដមីនយកមកនេះកន្លែងបន្លាយអញ្ចឹងបងប្អូននេះបន្លាយដូចគេបងបងប្អូនបាទពីព្រោះទឹកវាបែកវាលស្រែអញ្ចឹងទៅត្រីវារូលចេញដល់ទឹករៀងស្រកបន្តិចវារូលចូលបន្លាយអញ្ចឹងបងប្អូនបាទហ្នឹងហើយកុំខ្ញុំអត់បាននេះទេមិនសំដែងបងប្អូនបាទខ្ញុំទៅរកកន្លែងដាក់មួងហើយបងប្អូនបាទទៅបងប្អូនយើងបងមុនដល់អញ្ចឹងទៅក៏បានត្រីហ្នឹងទៅក៏ហៅខ្ញុំទៅយកមកបងប្អូនបាទហ្នឹងហើយទីមបងត្រីបងប្អូនហើយនេះមិនខ្វះទេមហូបឲ្យតែមានមួងមានសំណាញ់បាទទៅវាលចឹងបងប្អូនទឹកហូរឆ្វាចពេញស្រែដាក់មួងទៅតែកំដាក់ក្នុងស្រែគេបងប្អូនរោស៊ូបួលបាទពីព្រោះស្រែគេស្រូវវងដោះគឺយើងកំដាក់មួងក្នុងស្រែគេបងប្អូនបាទនេះកន្លែងទឹកហូរចឹងដាក់រ៉ាបរាប់គេងៀតហ្នឹងទៅមិនខ្វះទេត្រីបងប្អូនបាទហ្នឹងហើយអរគុណច្រើនវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទបានត្រីស្ដាយមួយមកខ្វល់7គីឡូបងប្អូនហើយបាទអរគុណច្រើនអ្នកបងស្នាញ់បាទដែលឲ្យអេដមីនបាទបងប្រពន្ធមនុស្សទៀតហើយចាំខ្សែហ្នឹងណខ្ញុំកាន់នេះលេខនេះទៅស្លាប់ជើងវាដល់លេខជើងតាមមកកំផុសទៅនេះ5គីឡូខ្សែចូលដៃហ្នឹងមកហើយដល់នេះកាន់នេះអ្នកកាន់នេះអញ្ចឹងមក4គីឡូហើយបាន2-3ក្បាលហើយបងប្អូនដាច់សាច់ដល់អត់ដាច់ទេមិនចេញទៅវាយក្នុងវាចាបងប្អូនចាបោកមិញមកកងកំប្រាំងបាទគាត់មកពីថៃគាត់អ្នកអវលយើងដែរតែឥឡូវគាត់មកជួយទិញម៉ូតូអេដមីនជិះមួយសម្រាប់ជិះចូលឆ្នាំខ្មែរបាទគាត់ដាក់មួងតាមវាលស្រែបងប្អូនហើយកន្លា2ហ៊ុនជាប់ដីទូដល់បាទហើយមេរោភ្លៀងក៏ទៅផ្ទះវិញហើយទៅចូលឈានមើលស្ទឹងឲ្យបងប្អូនភ្លេតដែរបាទបងប្អូនជួយ like ជួយ share ផងបាទនេះគឺដាក់មួងតាមវាលស្រែបងប្អូននេះជាប់តែត្រីទូចបាទពីហូរណាខ្វះទេមហូបបងប្អូនចេះរស់បាទត្រីទូចត្រីធំពេកក៏ដោយឲ្យតែដាក់នឹងបានដែរបងប្អូនរឿងទឹកវាពេញស្រែចេះបងប្អូនហូរចេះមកត្រីវាឡើងបាទត្រីធម្មតាទឹកចេះទេបងប្អូនវាត្រីទូចចេះបាទត្រីឆ
ឈើនេះត្រីខ្លាញ់ត្រីភ្លៀងបាទជាប់កលាពីហ៊ុនបាទហ្នឹងហើយគឺនៅវងចប់បងប្អូនបាទហើយស្ទឹងបង្វិលយើងក៏វាស្រកពាក់កណ្ដាលស្ទឹងដែរបងប្អូនបាទតែថ្ងៃនេះភ្លៀងទៀតហើយតែមិនដឹងយ៉ាងណាយ៉ាងណីបាទថ្ងៃនេះឯងបាទគឺស្រកបងប្អូនបាទនេះឯងស្រកទៅក្នុងបង្វិលស្រកពាក់កណ្ដាលស្ទឹងហើយតែថ្ងៃនេះភ្លៀងខ្លាំងណាបងប្អូននៅបង្វិលបាទហ្នឹងអរគុណបងប្អូនចាំទស្សនាដូចតទៅបាទអូផៅណាចូលទៅខ្លាញ់ញឹកបងប្អូនមេឃមកទៀតហើយអូលេចលហលហាចអស់ហើយបងប្អូនអើយ